កាត់ក្បាលស្ដេចត្រាញ់សៀមដើម្បីរំដោះក្រុងអង្គរបាទប្រិយមិត្តមុននឹងចូលដល់សាច់រឿងខ្ញុំសូមរំលឹកនៅសាវតាបន្តិចថាព្រះមហាក្សត្រដែលរំដោះទឹកដីខ្មែរការពារទឹកដីខ្មែរក៏ដូចជាដណ្ដើមទឹកដីពីសត្រូវមកវិញនោះគឺព្រះបាទស្រីសូរិយាវង្សដែលរជ្ជកាលរបស់ទ្រង់គឺចាប់ពីឆ្នាំ1357ដល់1369ព្រះស្រីសូរិយាវង្សមានព្រះបិតានាមព្រះស្រីសុគន្ធចក្រនិងមានព្រះមាតានាមព្រះមាលាទេវីហើយទ្រង់ត្រូវជាប្អូនជីដូនមួយរបស់ព្រះបាទលំពង់រាជាព្រះមហាក្សត្រដែលកាលនៅក្នុងរជ្ជកាលព្រះបាទលំពង់រាជានេះព្រះស្រីសូរិយាវង្សមានតួនាទីជាព្រះមហាឧបរាជដោយដែលយើងបានដឹងហើយនៅវីដេអូមុនគឺនៅឆ្នាំ1351កងទ័ពសៀមក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ព្រះចៅរាមាធិបតីដែលមានឈ្មោះដើមហៅថាចៅអ៊ូថងនោះបានលើកទ័ពវាយយកខេត្តភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាហើយបានលុកលុយចូលដល់ព្រះនគរស្រីយសោធរបុរៈថែមទៀតផងទោះបីមានការលំបាកក្នុងការវាយរាជធានីដ៏រឹងមាំរបស់ខ្មែរនេះតែកងទ័ពសៀមបានឡោមព័ទ្ធក្រុងអស់រយៈពេល1ឆ្នាំ5ខែទើបប្រើល្បិចបើកទ្វារក្រុងវាយចូលបានសម្រេចនៅពេលនោះព្រះបាទលំពង់រាជាស្ដេចខ្មែរក៏បានសោយទិវង្គតដោយប្រឈួនក្នុងពេលសៀមវាយចូលដល់ក្រុងអង្គរព្រះស្រីសូរិយាវង្សដែលជាព្រះមហាឧបរាជនិងជាព្រះអនុជរបស់ព្រះបាទលំពង់រាជានោះបានវាយសម្រុកចេញពីការឡោមព័ទ្ធរបស់ទ័ពសៀមហើយភៀសព្រះកាយទៅកាន់ភាគខាងជើងព្រះចៅរាមាធិបតីស្ដេចសៀមក៏បានវាយបំបាយទ័ពក្រុងអង្គរបានសម្រេចនិងបានដាក់ឲ្យរាជបុត្រ3អង្គរបស់ខ្លួនមានចៅបាសាទចៅបាអាតនិងចៅកំបងពិសីឲ្យនៅត្រួតត្រាក្រុងស្រីយសោធរបុរៈអស់រយៈពេល5ឆ្នាំពលគឺចាប់ពីឆ្នាំ1352ដល់1357ហើយបានដឹកជញ្ជូនទ្រព្យសម្បត្តិរតនវត្ថុនិងគីប្រជារាស្ត្រខ្មែររាប់សែននាក់នាំយកទៅក្រុងស្រីអយុធ្យាការភៀសព្រះកាយរបស់ព្រះស្រីសូរិយាវង្សនិងកងអង្គរៈទៅកាន់ភាគខាងជើងនោះគឺដើម្បីទៅសុំជំនួយពីព្រះចៅហ្វាងុំក្សត្រលាវដែលទៅបង្រួបបង្រួមប្រទេសបានថ្មីថ្មោងព្រះចៅហ្វាងុំបានជួយយកអាសាព្រះស្រីសូរិយាវង្សនិងបានឲ្យខ្ចីកងទ័ពរៀបចំផែនការវាយរំដោះប្រទេសមកវិញជាង5ឆ្នាំក្រោយមកព្រះស្រីសូរិយាវង្សបាននាំទ័ពប្រមាណ 40000 នាក់ចូលវាយរំដោះព្រះនគរពីកងទ័ពសៀមរហូតដល់បានទទួលជ័យជំនះនិងបានសម្លាប់ចៅកំបងពិសីស្ដេចត្រាញ់សៀមដែលនៅត្រួតត្រាក្រុងអង្គរថែមទៀតផងក្រោយពេលវាយបណ្ដេញកងទ័ពសៀមចេញបាត់ទៅហើយនោះព្រះស្រីសូរិយាវង្សក៏បានឡើងសោយរាជ្យជាផ្លូវការចាប់ពីឆ្នាំ1357ដល់1369ឲ្យរៀបរយឡើងវិញនោះរាជកិច្ចសំខាន់មួយទៀតរបស់ព្រះស្រីសូរិយាវង្សគឺព្រះអង្គបានចេញព្រះរាជសារផ្ញើទៅកាន់ចៅហ្វាយខេត្តចៅហ្វាយស្រុកទូទាំងព្រះរាជាណាចក្រខ្មែរជាពិសេសចៅហ្វាយស្រុកនៅភាគខាងត្បូងដែលមានដូចជាទ្រាំងបាសាក់ព្រះត្រពាំងឪម៉ៅក្រមួនសទឹកខ្មៅពីមកំពតកំពង់សោមឲ្យប្រមូលកងទ័ពសេនាស្ម័គ្រជាតិផលិតអាវុធសឹកចម្បាំងបង្វឹកដំរីចម្បាំងទិញសេះចម្បាំងផលិតទូកចម្បាំងកាំភ្លើងទិញកាំភ្លើងធំដើម្បីត្រៀមធ្វើសង្គ្រាមវាយយកទឹកដីខ្មែរនៅភាគខាងលិចត្រឡប់មកវិញក្នុងការពង្រឹងកងទ័ពនោះព្រះរាជាប្រមូលបានកងទ័ពប្រមាណ 170,000 នាក់ក្នុងឆ្នាំ1359ហើយបានត្រាស់បញ្ជាឲ្យមេទ័ពខ្មែរចៅពញាចក្រីលើកទ័ពប្រមាណ 50,000 នាក់វាយយកខេត្តនាងរងត្រឡប់មកវិញនិងបង្គាប់ឲ្យជីករណ្ដៅធំធំដាក់នៅជំរងលំពែងនៅតាមផ្លូវជាច្រើនកងទ័ពសៀមប្រមាណ 60,000 នាក់ក៏លើកមកច្បាំងយកខេត្តនាងរងវិញតែក៏ត្រូវជាប់អន្ទាក់ធ្លាក់ចូលរណ្ដៅជំរងលំពែងស្លាប់អស់ជាច្រើនកងទ័ពសៀមវាយទៅមុខមិនរួចក៏បានដកថយត្រឡប់ក្រោយវិញមេទ័ពខ្មែរចៅពញាចក្រីដឹងថាសៀមបាក់ទ័ពដកថយក៏ថ្វាយសម្បត្តិមកកាន់ព្រះបាទស្រីសូរិយាវង្សនៅព្រះនគរដើម្បីសុំជំនួយទ័ពបន្ថែមវាយកខេត្តបូរីរំខេត្តអរញ្ញខេត្តសុរិន្ទខេត្តកូកខណ្ឌនិងខេត្តសង្កុតជាមួយគ្នានោះដែរចារកម្មខ្មែរដែលបង្កប់នៅក្រុងស្រីអយុធ្យាបានថ្វាយសារមកកាន់ក្រុងស្រីយសោធរបុរៈថាព្រះចៅរាមាធិបតីវាបានលើកទ័ពទៅវាយយកខេត្តឈៀងរ៉ាយនៃរាជាណាចក្រឡាណាដូច្នេះនេះជាឱកាសសម្រាប់រាជាណាចក្រខ្មែរយើងសងសឹកវាយយកខេត្តភាគខាងលិចបានហើយ
ព្រះបាទស្រីសូរ្យវង្សទទួលបានដំណឹងដូច្នេះហើយក៏បានចាត់ឲ្យចៅពញាពិស្ណុលោកជាមេទ័ពមួយរូបនាសម័យនោះលើកទ័ពប្រមាណ 90000 នាក់វាយកស្រុកដែលសៀមប្លន់យកពីមុននោះមកវិញចៅពញាពិស្ណុលោកបានចាត់កងទ័ពជា2កងដោយកងទី1ជាកងទ័ពជើងទឹកមានចំនួន 40000 នាក់ជាមួយនឹងទូកចម្បាំង220គ្រឿងនិងកងទី2ជាកងទ័ពជើងគោកមានប្រមាណ 50000 នាក់វាយកស្រុកមួយចំនួនដូចជាត្រាតច័ន្ទបុរីរយងស្ទឹងជ្រៅបច្ចឹមបុរីនិងជលបុរីក្រោយពេលស្ដេចសៀមព្រះចៅរាមាធិបតីទទួលជ័យជំនះលើនគរឡាណាក៏បានដឹងថាខ្មែរលើកទ័ពមកវាយយកបណ្ដាស្រុកអស់ជាច្រើននៅខាងកើតក្រុងស្រីអយុធ្យានោះក៏បានចាត់ឲ្យមេទ័ពឈ្មោះរាមេសូរដែលជារាជបុត្រច្បងរបស់ខ្លួននិងមេទ័ពជើងទឹកសៀមម្នាក់ទៀតគឺចៅពញាពិជ័យដំរុងលើកទ័ពប្រមាណ 200,000 នាក់ទូកចម្បាំង250គ្រឿងវាយបកត្រឡប់មកកងទ័ពខ្មែរវិញហើយកងទ័ពជើងទឹកសៀមមានកាំភ្លើងធំនិងមានចំនួនច្រើនជាងកងទ័ពខ្មែរពួកវាបានវាយប្រហារយកស្រុកមួយចំនួនទៅវិញដូចជាជលបុរីរយងច័ន្ទបុរីបច្ចឹមបុរីនិងបុរីរំហើយបានធ្វើឃាតមេទ័ពខ្មែរចៅពញាពិស្ណុលោកថែមទៀតផងចាប់ពីឆ្នាំ1359ដល់1367សង្គ្រាមដណ្ដើមស្រុកភាគខាងលិចប្រទាញប្រទង់គ្នាទៅវិញទៅមករវាងកងទ័ពខ្មែរនិងកងទ័ពសៀមព្រះរាជាខ្មែរព្រះបាទស្រីសូរ្យវង្សមានការខ្វាយខ្វល់នឹងរាជកិច្ចយ៉ាងពន់ពេកទាំងរាជកិច្ចរៀបចំប្រទេសជាតិដែលរងការខ្ទេចខ្ទាំដោយសារសៀមឈ្លានពានបំផ្លិចបំផ្លាញផងកិច្ចការសង្គ្រាមវាយដណ្ដើមទឹកដីបុព្វបុរសមកវិញផងក៏ដូចជាដំណឹងនៃការចាញ់សង្គ្រាមនារយៈកាលចុងក្រោយផងព្រះអង្គក៏បានធ្លាក់ព្រះកាយប្រឈួនជាទម្ងន់ជាអកុសលព្រះអង្គក៏បានសោយទីវង្គតនៅក្នុងឆ្នាំ1369នៅព្រះនគរស្រីយសោធរពុរៈនោះទៅបើតាមឯកសាររបស់មហាបរោះខ្មែរបានរៀបរាប់ពីព្រឹត្តិការណ៍សង្គ្រាមខ្មែរសៀមដែលកើតមានជាច្រើនលើកក្នុងការដណ្ដើមកាន់